ព្រះសម្មាសម្ពុទ្ធបានសម្ដែងថាបដិរោបទេសសវេសោចៈពុពេចកតបញ្ញតាអត្តសម្មាបណៃធិចៈអេតមេងកលមុតតមង្សប្រែថាកិរិយានៅក្នុងប្រទេសដ៏សំគួរមួយភាវៈនៃបុគ្គលបានធ្វើបន់ទុកហើយក្នុងកាលមិនមួយកិរិយាតម្កល់ខ្លួនដោយប្រពៃមួយទាំងបីនេះជាមង្គលដ៏ឧត្តមជាបឋមក្លែកថាថាបដិរោបទេសវេសោចៈអេតមេងកលមុតតមង្សកិរិយារស់នៅក្នុងប្រទេសដ៏សំគួរជាមង្គលដ៏ឧត្តមការរស់នៅក្នុងប្រទេសដ៏សំគួរគឺជាមង្គលដ៏ឧត្តមមួយដែលនាំមកនូវសុភមង្គលដល់ជីវិតប្រទេសដ៏សំគួរគឺជាប្រទេសដែលមានលក្ខណៈពិសេសជាច្រើនវាជាប្រទេសដែលមានសុខសន្តិភាពគ្មានសង្គ្រាមកាប់សម្លាប់គ្នានិងបរិបូរណ៍ដោយធម៌វិន័យច្បាប់ទម្លាប់ល្អប្រពៃនិងសម្បូរដោយអ្នកប្រាជ្ញរាជបណ្ឌិតអ្នកមានគុណធម៌និងសីលធម៌ថ្លៃថ្នូរមនុស្សនៅក្នុងប្រទេសបែបនេះប្រព្រឹត្តប្រតិបត្តិច្បាប់រដ្ឋនិងធម៌វិន័យត្រឹមត្រូវវាជាប្រទេសដែលមានអ្នកដឹកនាំនិងបញ្ញវន្តប្រកបដោយធម៌ដែលដឹកនាំសង្គមជាតិដោយការគោរពច្បាប់ដោយយុត្តិធម៌និងជាហេតុនាំឲ្យមានក្តីចម្រើនរុងរឿងការរស់នៅក្នុងប្រទេសបែបនេះពិតជាការប្រពៃព្រោះវាជាគ្រឹះក្នុងការអភិវឌ្ឍគំនិតប្រាជ្ញាជាដើមកិរិយារស់នៅក្នុងប្រទេសដ៏សំគួរបែបនេះជាមង្គលដ៏ឧត្តមឃ្លាកថាបន្ទាប់គឺពុពេចកតបញ្ញតាអេតមេងកលមុតតមង្សភាវៈនៃបុគ្គលបានធ្វើបន់ទុកហើយក្នុងកាលមិនមួយជាមង្គលដ៏ឧត្តមពុពេកតបញ្ញតាគឺភាវៈនៃអ្នកបានធ្វើបន់ទុកហើយក្នុងកាលមិនធម្មតាអ្នកដែលបានយល់ច្បាស់នៅផលល្អនៃអំពើសុចរិតនិងផលអាក្រក់នៃអំពើទុច្ចរិតតែងប្រញាប់ប្រញាល់វាចាកអំពើអាក្រក់គ្រប់យ៉ាងហើយរស់រានធ្វើបន់រយជាតិព្រោះអំពើល្អតែងផ្ដល់ផលជាសុខនៃនេះក៏បានដល់ការកសាងឬការខិតខំប្រឹងប្រែងកសាងសមត្ថភាពនិងលក្ខណៈសម្បត្តិគ្រប់យ៉ាងដូចជាការត្រៀមធនធានទុកជាមុនលុះពេលត្រូវការក៏អាចយកសមត្ថភាពលក្ខណៈសម្បត្តិនិងធនធាននោះប្រការបានប្រកបដោយប្រសិទ្ធភាពដូច្នេះការខិតខំលះបង់បាននៅអំពើអាក្រក់ហើយព្យាយាមធ្វើឲ្យបាននៅអំពើល្អក្នុងការមិនជាមង្គលដ៏ឧត្តមគេថាចុងក្រោយគឺអត្តសម្មាបណៃធិចៈអេតមេងកលមុតតមង្សកិរិយាតម្កល់ខ្លួនដោយប្រពៃមួយជាមង្គលដ៏ឧត្តមអត្តសម្មាបណៃធិចៈគឺកិរិយាតម្កល់ខ្លួនទុកដោយប្រពៃតម្កល់ខ្លួនមានន័យថាការធ្វើខ្លួននៅក្នុងប្រភេទណាមួយប្រការនេះបានដល់កិរិយាចេះពិចារណាឲ្យយល់ច្បាស់លាស់ថាអំពើល្អពិតជាផ្ដល់ផលល្អអំពើអាក្រក់ពិតជាផ្ដល់ផលអាក្រក់មនុស្សដែលមានលក្ខណៈបែបនេះក៏កើតមានសទ្ធាជឿកម្មផលយ៉ាងមុតមមព្រមទាំងញ៉ាំងខ្លួនឲ្យព្យាយាមធ្វើតែអំពើល្អមានធ្វើទានរក្សាសីលជាដើមកិរិយាយល់ច្បាស់អំពីផលវិបាកនៃកម្មហើយប្រញាប់ប្រញាល់តម្កល់ខ្លួនក្នុងទានសីលភាវនាសមាធិឲ្យនៅតែក្នុងសេចក្តីព្យាយាមមិនខ្ជិលច្រអូសតាំងខ្លួនឲ្យនៅក្នុងសតិឲ្យនៅឆ្ងាយពីការធ្វេសប្រហែសឬមិនយកខ្លួនទៅជាប់ពាក់ព័ន្ធនឹងអំពើអាក្រក់ណាមួយការប្រព្រឹត្តបែបនេះគឺជាមង្គលដ៏ឧត្តមមង្គលទាំង3នេះគឺការរស់នៅក្នុងប្រទេសដ៏សំគួរការបានធ្វើបន់ទុកក្នុងការមិននិងការតម្កល់ខ្លួនដោយប្រពៃជាគោលការណ៍សំខាន់ដែលនាំមកនូវសុភមង្គលដល់ជីវិតការអនុវត្តតាមគោលការណ៍ទាំងនេះនឹងធ្វើឲ្យជីវិតមនុស្សមានសុខភាពសុខមូលភាពនិងសម្រេចបាននូវ
គោលដៅដ៏ថ្លៃថ្លាក្នុងជីវិតសូមអរគុណអ្នកទាំងអស់គ្នាដែលចំណាយនៅពេលវេលាដ៏ពិសេសតាមដានស្ដាប់សង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នាក្នុងវីដេអូជាបន្ទាប់សូមជូនពរអ្នកទាំងអស់គ្នាពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈជម្រាបលាអ្នកទាំងអស់គ្នា